យបងស្មងឲ្យបងជឿជាក់ជឿលើស្រីតែការពិតគឺវមិតទុករូបបងត្រឹមមនុស្សទី3បងយកថ្លៃពេលដែលរូបស្រីបែកបាក់ក្តីស្នេហ៍ពេលនេះទើបបានដឹងឃើញប្រលឹងស្និទ្ធស្នាលអ្នកថ្មីសួរស្រីថ្លៃថាត្រូវជាអ្វីជាមួយនឹងគេអូនប្រាប់ថាជាសង្សារជាមនុស្សប្រុសដែលអូនសែនស្នេហ៍តើដឹងទេថាបេះដូងបងនេះឈឺប៉ុណ្ណាបើអូនមិនស្រឡាញ់តើចាំបាច់ទៅធ្វើជាអនុធ្វើបែបនេះឲ្យបងឈួតចិនងមិនប្រជឿពីងស្ងួនបានត្រឹមជាអ្នកទី3ឬក៏ស្រីមិនអាណិតចិត្តបងមិនស្រឡាញ់គួរអូនបានប្រាំពីដំបូងគឺមួយស្ងួនទុកបងគ្រាន់ជាអ្នកជំនួសពេលនេះទើបបានដឹងឃើញប្រលឹងស្និទ្ធស្នាលអ្នកថ្មីសួរស្រីថ្លៃថាត្រូវជាអ្វីជាមួយនឹងគេអូនប្រាប់ថាជាសង្សារជាមនុស្សប្រុសដែលអូនសែនស្នេហ៍តើដឹងទេថាបេះដូងបងនេះឈឺប៉ុណ្ណាបើអូនមិនស្រឡាញ់តែចាំបាច់អីធ្វើជាអនុធ្វើបែបនេះឲ្យបងឈួតចិនលោកមិនប្រជឿពីងស្ងួនបានត្រឹមជាអ្នកទី3ឬក៏ស្រីមិនអាណិតចិត្តបងមិនស្រឡាញ់គួរអូនបានប្រាំពីដំបូងទីមួយស្ងួនទុំបងគ្រាន់ជាអ្នកជំនួសបើអូនមិនស្រឡាញ់តើចាំបាច់អីធ្វើជាអាណិតធ្វើបែបនេះឲ្យបងឈួតចិនព្រោះមិនប្រជឿពីងស្ងួនបានត្រឹមជាអ្នកទី3ឬក៏ស្រីមិនអាណិតចិត្តបងមិនស្រឡាញ់គួរអូនបានប្រាំពីដំបូងទីមួយស្ងួនទុកបងគ្រាន់ជាអ្នកជំនួសសម្រាប់3អ្នកសម្បត្តិស្នេហាពិតជាត្រូវជាឲ្យអូនរងអូនមិនចង់ឃើញពីភាពឈឺចាប់នៃយ៉ាងគ្រប់គ្រាសម្រាប់ចិត្តលាទៅអងឆ្ងាយលើដែលពួកយើងបានដើរកន្លងចង់ពីពេលហើយសម្បត្តិស្នេហានេះទុំឲ្យអូនជាអ្នកដំស្រាយថែរូបនាងឲ្យអូនណាមកទើបអូនសប្បាយ
សុំដកខ្លួនចេញហើយស្នេហ៍អើយកុំឲ្យឈឺចាប់កុំខំដល់អូនចាក់ចេញមិនប្រាប់ណាបងសំឡាញ់ឲ្យអូនអរគុណវេលាកន្លងតែបងស្រឡាញ់តែអូនត្រូវដើរចេញទៅរូបបង តែមួយមានព្រះអាទិត្យមានព្រះខែប៉ុន្តែធម្មជាតិនៃតែផ្លាស់វេនឲ្យរះម្នាក់ម្ដងការចាក់ចេញនេះនឹងល្អបំផុតសម្រាប់រូបបងស្រឡាញ់គឺលះបង់ទើបអូនសុំសុំដកខ្លួនចេញហើយស្នេហ៍អើយកុំឲ្យឈឺចាប់កុំខំដល់អូនចាក់ចេញមិនប្រាប់ណាបងសំឡាញ់ឲ្យអូនអរគុណវេលាកន្លងតែបងស្រឡាញ់តែអូនត្រូវដើរចេញទៅរូបបង សុំដកខ្លួនចេញហើយស្នេហ៍អើយកុំឲ្យឈឺចាប់